លុយសរុបវាប្រហែលជា1.8 trillion ទៅហើយនៅក្នុងហ្នឹងលុយប្រមាណជា1.2 trillion ជាងត្រូវបានគេដាក់វិនិយោគនៅក្នុងទីផ្សារពេលហ៊ុនគឺដាក់វិនិយោគនៅក្នុងទីផ្សារពេលហ៊ុនណាហើយនៅក្នុងហ្នឹង Top Holding ទាំង35របស់វាគឺមាន23ក្រុមហ៊ុនទៅហើយដែលមាននៅក្នុងប្រទេសមួយនេះអញ្ចឹងយើងនឹងមកស្វែងយល់ទាំងអស់គ្នាលុយប្រមាណជា1.8 trillion ជាងដែលប្រទេស Norway បានវិនិយោគវាពិតជា surprise មែនតើប៉ុន្តែអ្វីដែល surprise ខ្ញុំខ្លាំងជាងនឹងទៀតគឺលុយនៅប្រហែលជា 71.4% បើគិតទៅវាប្រមាណជា 1.2 trillion ជាងគឺ 1.2 trillion ជាងត្រូវបានគេវិនិយោគនៅក្នុងទីផ្សារពេលហ៊ុនហើយខ្ញុំរងចាំពេលនឹងយូរហើយរងចាំពេលនឹងដើម្បីធ្វើវីដេអូមួយហ្នឹងគឺវីដេអូតាក់ទងជាមួយនឹងការវិនិយោគរបស់ប្រទេស Norway ហ្នឹងឥឡូវគឺបានធ្វើវាហើយពេលនិយាយពីការវិនិយោគលុយច្រើនបែបហ្នឹងនៅក្នុងទីផ្សារពេលហ៊ុនណាខ្ញុំមិនអាចលងបានទេពីការវិនិយោគលុយប្រមាណជា 1.8 trillion របស់ប្រទេស Norway ហ្នឹងនិយាយទៅគឺវា surprise ខ្ញុំខ្លាំងមែនតើហ្មងហេតុអីបានជាខ្ញុំធ្វើវីដេអូនៅក្នុងការវិនិយោគលុយប្រមាណជា 1.8 trillion របស់ប្រទេស Norway នេះឡាតើទាំងអស់គ្នាអាចនឹងទទួលបានប្រយោជន៍អីបន្ទាប់ពីមើលវីដេអូនេះចប់ទៅវាអញ្ចេះទេវាបែបនេះទេបន្ទាប់ពីស្វែងយល់លម្អិតពីការវិនិយោគលុយប្រមាណជា 1.8 trillion នឹងរួចមកអ្វីដែលខ្ញុំរកឃើញគឺអញ្ចេះទេរបៀបដែលប្រទេស Norway វាបង្កើតទ្រព្យឲ្យប្រជាជនវាគឺវាស័ក្តិសមមែនទែនស័ក្តិសមសម្រាប់យើងគ្រប់គ្នាដើម្បីប្រើនៅក្នុងការបង្កើតទ្រព្យឲ្យខ្លួនឯងដូចគេអញ្ចឹងណាគាត់ថាអ្វីដែលខុសគ្នានោះគឺមួយជាប្រទេសហើយមានលុយច្រើនតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹងប្រភពលុយសម្រាប់វិនិយោគទ្រព្យដែលគេប្រើប្រាស់សម្រាប់វិនិយោគជាមួយហើយនឹងរបៀបដែលគេបង្កើត portfolio តែហ្នឹងគឺដូចគ្នាទាំងស្រុងនៅក្នុងការដែលយើងអាចប្រើយកមកបង្កើតទ្រព្យឲ្យខ្លួនយើងអញ្ចឹងខ្ញុំគិតថាទាំងអស់គ្នាគួរតែដឹងពីការវិនិយោគមួយនេះដែរហើយវាល្អមែនតើនិយាយទៅគឺមានចំណុចល្អច្រើនដែលយើងអាចប្រើដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតជាមួយអាការវិនិយោគលុយប្រមាណជា 1.8 trillion របស់ប្រទេស Norway នេះនិយាយមែនបន្ទាប់ពីដឹងគ្រប់យ៉ាងពីវាមកបន្ទាប់ពីយើងស្រាវជ្រាវដឹងមកទើបខ្ញុំដឹងថាការវិនិយោគរបស់ខ្លួនឯងកាលពីមុនមកដល់ឥឡូវហ្នឹងគឺវាត្រឹមត្រូវហើយល្អមែនតើនិយាយទៅគឺវាមាន2ចំណុចដែលធ្វើឲ្យខ្ញុំស្រឡាញ់ការវិនិយោគជាមួយទីផ្សារខ្លួនមែនតើហើយចំណុចមួយគឺវាធ្វើឲ្យខ្ញុំ surprise ពី1ទៅ1និយាយទៅគឺ surprise ទៅមកលក្ខណៈបែប wow ហេតុអីបានជាប្រទេសមួយហ្នឹងវាវិនិយោគលុយច្រើនអញ្ចឹងជាមួយនឹងទ្រព្យប្រភេទហ្នឹងអាហ្នឹងគឺជាចង្អុលរបស់ខ្ញុំពេលហ្នឹងហើយឥឡូវយើងមកមើល website មួយនេះទៅតើតួលេខប្រមាណដែលទាំងអស់គ្នាឃើញគឺវាប្រហែលជា 18 trillion kroner ជាងលុយ kroner ហ្នឹងគឺលុយរបស់ Norway ណាហើយបើសិនជាយើងគិតជាលុយដុល្លារគឺប្រហែលជា 1.8 trillion ដុល្លារហើយបើសិនជាយើងមើលលម្អិតនៅក្នុងហ្នឹងទៀតយើងឃើញថានៅក្នុងហ្នឹងគ្រាន់តែលុយចំណេញគឺប្រហែលជាង11 trillion kroner ហើយគិតជាលុយដុល្លារវិញគឺវាប្រហែលជា1 trillion ណាគឺចំណេញ1 trillion ជាងហ្នឹងគ្រាន់តែលុយចំណេញគឺប្រហែលជា1 trillion ដុល្លារជាងមិនតិចទេប៉ុន្តែអាទាំងអស់ហ្នឹងមិនមែនជាតួលេខដែលធ្វើឲ្យខ្ញុំ surprise ទេគឺមិនមែនជាតួលេខដែលធ្វើឲ្យខ្ញុំ surprise ទេដោយសារតែពេលដែលយើងវិនិយោគបានត្រឹមត្រូវហើយវិនិយោគជាមួយទ្រព្យល្អហើយអាលទ្ធផលបែបហ្នឹងគឺវាទទួលបានអញ្ចឹងហើយប្រកែកអត់បានទេបញ្ជាក់ណាអាហ្នឹងគ្រាន់តែជាតួលេខ real time តែប៉ុណ្ណោះមានន័យថាវាផ្លាស់ប្ដូរគ្រប់ពេលវេលាគ្រប់នាទីទាំងអស់អញ្ចឹងគឺយើងអត់ចង់យកតួលេខហ្នឹងមកប្រើការទេយើងចង់យកតួលេខដែលគេបានកំណត់ហើយនៅចុងឆ្នាំ2024យកមកប្រើការវិញអញ្ចឹងយើងឲ្យតន់កន្លែងហ្នឹងទាំងអស់គ្នាណាលុយ 1.8 trillion នេះត្រូវបានគេវិនិយោគជាមួយទ្រព្យ4ប្រភេទដូចជា equity, fixed income, real estate ហើយនិង infrastructure ហើយរឿងទី1ដែល surprise ខ្ញុំគឺនៅក្នុងចំណោមទ្រព្យទាំង4ប្រភេទនេះការវិនិយោគជាមួយ equity ឬក៏ទីផ្សារពេលហ៊ុនហ្នឹងគឺវាមានរហូតដល់ 71.4% ជាងហ្នឹងអញ្ចឹងបើសិនជាយើងគិតជាលុយវិញគឺប្រហែលជាប្រហែលគឺ 1.243 trillion ដុល្លារគឺវាមានលេខ0ចំនួន9ដងនៅពីក្រោយហ្នឹងទៀត1.243 trillion ដុល្លារ Oh my god វាច្រើនមែនតើណានៅក្នុងចំណោមទ្រព្យទាំងអស់ដែលគេបានវិនិយោគជាមួយខ្ញុំចាប់អារម្មណ៍ជាងគេគឺការវិនិយោគជាមួយនឹង stock market នេះតែម្ដងពិសេសគឺជាមួយនឹងចំនួនលុយដែលគេបានវិនិយោគហ្នឹងហើយជាមួយចំនួនលុយដ៏ច្រើនដែលគេបានវិនិយោគបែបហ្នឹងវាធ្វើឲ្យមានសំណួរមួយលេចឡើងនៅក្នុងខួរក្បាលខ្ញុំតែម្ដងហេតុអីបានជាគេវិនិយោគលុយយ៉ាងច្រើនបែបនេះជាមួយនឹង stock market ទៅវិញកំឡុងពេលទៅរកចម្លើយហ្នឹងវាមានទិន្នន័យមួយទៀតដែលធ្វើឲ្យខ្ញុំកាន់តែ surprise ជាងមុនខ្លាំងទៅទៀតគឺ top holding ទាំង35នេះតែម្ដង top holding ទាំង35ដែលមាននៅក្នុង portfolio ហ្នឹងគឺវា surprise ខ្ញុំជាលើកទី2ទៀតបងប្អូនដឹងអត់ថា top holding ទាំង35របស់វាហ្នឹងគឺមាន23ក្រុមហ៊ុនធំទៅហើយដែលនៅក្នុងប្រទេសអាមេរិក top holding ទាំង35ហ្នឹងមាន23ដែលជាក្រុមហ៊ុននៅក្នុងប្រទេសអាមេរិកណាអញ្ចឹងសរុបរបស់ខ្ញុំគឺបដូរទៅជាអញ្ចឹងវិញហ
ហើយđâyបានជាប្រទេស Norway វាវិនិយោគលុយប្រមាណជា1.243 trillion ដុល្លារហ្នឹងណានៅក្នុងទីផ្សារភាគហ៊ុនហើយនៅក្នុងចំណោម top holding ទាំង35របស់វាហ្នឹងណាវាមានរហូតដល់23ក្រុមហ៊ុនធំៗទៅហើយដែលជាក្រុមហ៊ុននៅក្នុងប្រទេសអាមេរិកហើយđâyទៅពិសេសគឺថាតើយើងអាចរៀនបានអីគេខ្លះពីហ្នឹងនៅក្នុងការបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតមុនពេលឆ្លើយសំណួរនេះខ្ញុំចង់នាំបងប្អូនគ្នាទៅមើលក្រុមហ៊ុន top holding តែនោះសិនតើវាមានក្រុមហ៊ុនអីគេខ្លះទៅអូខេយើងចេញពីនេះទៅលុយប្រមាណជា1.243 trillion ណាគឺត្រូវបានគេវិនិយោគជាមួយនឹងក្រុមហ៊ុននៅក្នុងប្រទេសចំនួន63ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងអស់ហ្នឹង top holding ទាំង35របស់វាហ្នឹងគឺមាន23ក្រុមហ៊ុនទៅហើយដែលនៅក្នុងប្រទេសអាមេរិកតែម្ដងហើយនេះគឺជាឈ្មោះរបស់ក្រុមហ៊ុនទាំងអស់ហ្នឹងបើយើងមើលទៅឃើញថាអញ្ចេះ7ក្រុមហ៊ុនដំបូងគេហ្នឹងគឺនៅក្នុងប្រទេសអាមេរិកទាំងអស់ដូចជាគេខ្លះក្រុមហ៊ុន Apple, Microsoft, Nvidia, Google, Amazon, Meta, Broadcom ជាដើមគឺ7ក្រុមហ៊ុនហ្នឹងឯងសុទ្ធតែជាក្រុមហ៊ុនយក្សទាំងអស់ហើយមានទីតាំងនៅក្នុងប្រទេសអាមេរិកហ្នឹងឯងបើមើលនៅក្នុង Cloud Market Value វិញគឺអស្ចារ្យតែមកបញ្ជាក់ណាចំនួននេះគឺពីធំទៅតូចទេហើយបើយើងមើលចំនួនលុយដែលគេវិនិយោគវិញក្រុមហ៊ុន Apple គឺប្រមាណជា46,000 លានក្រុមហ៊ុន Microsoft ប្រហែលជា43,000 លានហើយយើងមើលទៅលីសនៅខាងក្រោមនឹងបន្តទៀតមកយើងឃើញចំនួនលុយដែលគេវិនិយោគហ្នឹងគឺវាច្រើនមែនតើគឺខ្ទង់1000 លានដុល្លារណោះណាក្រុមហ៊ុនមួយដែលគេបានវិនិយោគជាមួយហ្នឹងកាលពីមុនខ្ញុំគិតថាមានតែ portfolio របស់តា Buffett ដែលវាធំជាងគេបើសិនជាយើងនិយាយពីការវិនិយោគលុយនៅក្នុងទីផ្សារភាគហ៊ុនអញ្ចឹងប៉ុន្តែបន្ទាប់ពីសិក្សាពីការវិនិយោគលុយរបស់ប្រទេស Norway ហ្នឹងមកគឺខ្ញុំនឹងថាលុយរបស់តា Buffett គឺវាអាចនិយាយថាស្មើតែ1/4បើធៀបជាមួយនឹងប្រទេស Norway ដែលបានវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនដូចគ្នាអញ្ចឹងហ្នឹងគឺវាបានហ្នឹងណាវា surprise ខ្ញុំមែនតើបើសិនជាយើងនិយាយទៅបើយើងធៀបទៅគឺបែបនេះ fund របស់ប្រទេស Norway វាធំជាង fund របស់តា Buffett ហ្នឹងគឺប្រហែលជា 4.6 ដងជាងឯណោះហើយ 4.6 ដងជាងហ្នឹងគឺបានមកពីការធៀបរវាង fund ទាំងពីរហ្នឹងfund ប្រទេស Norway ដែលមានលុយប្រហែលជា1.243 trillion ហ្នឹងធៀបជាមួយនឹង fund តា Buffett ដែលមានលុយប្រហែលជា267,000 លានហ្នឹងទៅគឺយើងឃើញប្រហែលជា 4.6 ដងជាងហ្នឹងឯងនិយាយមែនបន្ទាប់ពីដឹងពីការវិនិយោគរបស់តា Buffett នៅក្នុងទីផ្សារភាគហ៊ុនហើយនឹងការវិនិយោគលុយប្រមាណជា 1.2 trillion របស់ប្រទេស Norway នៅក្នុងទីផ្សារភាគហ៊ុនអញ្ចឹងដែរខ្ញុំកាន់តែមានអារម្មណ៍ថាការដែលយើងដាក់លុយវិនិយោគច្រើនឬក៏ការដែលយើងដាក់លុយវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនដូចជាពួកគាត់អញ្ចឹងវាគឺជារឿងល្អឬក៏អាចថាវាជាជំរើសមួយដែលល្អមែនទែននៅក្នុងការបង្កើតទ្រព្យឲ្យខ្លួនឯងអញ្ចឹងហើយអញនិយាយបានថាខ្ញុំ recommend ឲ្យទាំងអស់គ្នាវិនិយោគចឹងដែរតែហើយខ្ញុំ recommend ឲ្យទាំងអស់គ្នាវិនិយោគបែបហ្នឹងព្រោះថាអញ្ចេះទេយើងឃើញថាអ្នកវិនិយោគធំៗជាច្រើនដូចជាតា Buffett, Bill Ackman, Chris Horn ហើយនិង Dale Carnegie ដែលខ្ញុំតែងនិយាយហ្នឹងណាហើយពិសេសគឺចុងក្រោយហ្នឹងការវិនិយោគលុយរបស់ប្រទេស Norway ហ្នឹងណាគឺពួកគាត់វិនិយោគលុយខ្ទង់1000 លានដុល្លារណាជាមួយនឹងទីផ្សារភាគហ៊ុនអញ្ចឹងហើយបានជាខ្ញុំ recommend ឲ្យទាំងអស់គ្នាធ្វើបែបហ្នឹងដែរយើងដើរតាមពួកគាត់បែបហ្នឹងអូខេឥឡូវយើងមកឆ្លើយសំណួរសំខាន់របស់យើងពីរតាក់ទងជាមួយនឹងការវិនិយោគលុយហ្នឹងតើទី1ហើយបានជាប្រទេស Norway ដែលវិនិយោគលុយប្រមាណជា 1.2 trillion ដុល្លារជាងនៅក្នុងទីផ្សារភាគហ៊ុនពិសេសគឺនៅក្នុងទីផ្សារភាគហ៊ុនប្រទេសអាមេរិកហ្នឹងតែម្ដងហើយទី2តើយើងរៀនបានអីពីហ្នឹងនៅក្នុងការដែលយើងយកមកបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតដូចជាប្រទេស Norway អញ្ចឹងដើម្បីឆ្លើយសំណួរទី1ចេញខ្ញុំចាំនាំអ្នកនរគ្នាទៅមើលពីគោលបំណងរបស់ fund ជាមុនសិនបញ្ជាក់ណាតាក់ទងជាមួយនឹងការវិនិយោគលុយច្រើនបែបនេះរាល់ការបង្កើត portfolio ទាំងអស់ដែលខាតត្រូវតែសមស្របជាមួយនឹងគោលបំណងដែលគេចង់បានហើយអាគោលបំណងដែលគេចង់បានហ្នឹងឯងវាគឺជាអ្នកកំណត់ទៅលើកម្រិតហានិភ័យឬក៏យើងស្គាល់ថា risk tolerance បញ្ជាក់មួយទៀតគេមិនមែនចេះតែបង្កើត portfolio play ប្រាក់ទេគឺគេមានរបៀបរបបនៅក្នុងការបង្កើតរបស់គេតាំងទៅណាអញ្ចឹងយើងទៅ check តើអរគ្នាណាពេលដែលយើងចូលទៅក្នុង website របស់វាអីដែលយើងឃើញមុនគេនៅពីក្រោយចំនួនលុយដ៏ច្រើនហ្នឹងណាគឺ slogan នេះតែម្ដងគេដាក់ថា we work to safeguard and build financial wealth for future generation wow I love this slogan ពេលដែលយើង scroll មកក្រោមបន្តទៀតយើងនឹងឃើញគេដាក់ថា we own a shares of world largest company មានន័យថាយើងធ្វើជាម្ចាស់របស់ក្រុមហ៊ុនធំបំផុតនៅក្នុងពិភពលោកតាមរយៈការទិញភាគហ៊ុនរបស់វាសាគិតមើលអាហ្នឹងវាមានន័យថាម៉េចវាមានន័យថាគ្រប់ក្រុមហ៊ុនធំទាំងអស់ដែលមាននៅក្នុងពិភពលោកគឺ fund មួយហ្នឹង fund របស់ប្រទេស Norway ហ្នឹងវាបានដាក់លុយវិនិយោគជាមួយទាំងអស់តែក្រុមហ៊ុនធំទាំងអស់ដែលមាននៅក្នុងពិភពលោកហ្នឹងវាមាននៅក្នុងប្រទេសអីគេចម្លើយគឺវាមាននៅក្នុងប្រទេសអាមេរិកហ្នឹងហើយអញ្ចឹងហើយបានជានៅក្នុង top 35របស់ fund មួយហ្នឹងវាមានក្រុមហ៊ុនចំនួន23ធំទៅហើយដែលជាក្រុមហ៊ុននៅក្នុងប្រទេសអាមេរិកហ្នឹងអូខេទាំងអស់គ្នាគឺយើងចាប់ផ្ដើមរកឃើញចម្លើយម្ដងមួយហ្នឹងតាបែបនេះគឺ good ឥឡូវយើងនឹងបន្តទៅដល់ចម្លើយបន្តទៀតណាពេលដែលយើងចូលទៅមើលបន្តទៀតរហូតដល់ចំណុចគេដាក់ថា responsible investment យើងនឹងឃើញបែបនេះ
និយាយងាយយល់គឺ fund មួយហ្នឹងហើយវាបង្កើតឡើងដើម្បីជួយប្រជាជនរបស់ Norway ហ្នឹងតែម្ដងប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យទាំងអស់គ្នាមើលនោះគឺមួយឃ្លានេះគេដាក់ថា the futures of the fund depend on sustainable growth well functioning market and value creation at the company we invest in កន្លែងហ្នឹងមានន័យថាទំហំរបស់ fund ហ្នឹងនៅពេលអនាគតគឺពឹងផ្អែកទៅលើ3ចំណុចសំខាន់ៗរបស់ក្រុមហ៊ុនដែលវាបានវិនិយោគជាមួយហ្នឹងទី1 sustainable growth ទី2 well functioning market ហើយទី3 value creation at the company ចំណុចមួយទៀតដែលគេដាក់ហើយខ្ញុំគិតថាវាគួរចាប់អារម្មណ៍គឺគេដាក់បែបនេះហើយឃ្លីដែលទាំងអស់គ្នាត្រូវមើលគឺ company must be run properly កន្លែងហ្នឹងមានន័យថាក្រុមហ៊ុនដែលគេដាក់លុយវិនិយោគជាមួយដែលខាតត្រូវតែដំណើរការឲ្យបានត្រឹមត្រូវស្របច្បាប់ផ្សេងច្បាប់ជាមួយនឹងអ្នកវិនិយោគច្បាប់ជាមួយនឹងអតិថិជនឬក៏ច្បាប់ជាមួយនឹងបរិស្ថានផ្សេងពិសេសគឺច្បាប់ជាមួយនឹងបុគ្គលិកអញ្ចឹងគឺត្រូវតែ run លក្ខណៈបែប properly ចឹងមកទើបជាអ្វីដែលគេរំពឹងចាំបានអូខេសរុបមកវិញគឺទាំងនេះជាចម្លើយរបស់សំណួរទី1ហើយហេតុអីបានជាប្រទេស Norway វាវិនិយោគលុយប្រមាណជា $1.2 trillion នៅក្នុងទីផ្សារភាគហ៊ុនហើយភាគច្រើនគឺនៅក្នុងប្រទេសអាមេរិកនេះតែម្ដងចម្លើយរបស់វាគឺដោយសារតែ Norway គិតថាក្រុមហ៊ុនទាំងហ្នឹងគឺជួយឲ្យពួកគេសម្រេចគោលបំណងមួយនេះគោលបំណងដែលដាក់ថា we work to safeguard and build financial wealth for the future generation ហើយគេគិតបែបនេះព្រោះថាអញ្ចេះក្រុមហ៊ុនទាំងនោះគឺសុទ្ធតែជាទ្រព្យល្អដែលអាចធ្វើឲ្យលុយនៅក្នុង fund ហ្នឹងវាបន្តការឡើងពីមួយឆ្នាំទៅមួយឆ្នាំឬក៏អាចនិយាយថាក្រុមហ៊ុនទាំងនោះវាជាក្រុមហ៊ុនធំជាងគេបំផុតនៅក្នុងពិភពលោកហើយពួកវាមានលក្ខណៈទាំង3នេះដែលបញ្ជាក់ថាជាក្រុមហ៊ុនល្អហ្នឹងហើយទី1មាន sustainable growth ទី2 well functioning market ហើយទី3 value creation at the company គឺល្អតើអរគ្នាឥឡូវបើសិនជាយើងនិយាយពីក្រុមហ៊ុនធំដែលមាននៅក្នុងពិភពលោកហើយមានតម្លៃខ្ទង់ trillion តើមានក្រុមហ៊ុនអីគេខ្លះទៅចម្លើយគឺក្រុមហ៊ុន Microsoft ក្រុមហ៊ុន Apple ក្រុមហ៊ុន Nvidia ក្រុមហ៊ុន Google ក្រុមហ៊ុន Amazon ក្រុមហ៊ុន Meta ជាដើមទាំងអស់ហ្នឹងគឺជាក្រុមហ៊ុនធំជាងគេបំផុតដែលមាននៅក្នុងពិភពលោកហើយវាគឺជាក្រុមហ៊ុនដែលនៅក្នុងប្រទេសអាមេរិកនេះតែម្ដងប៉ុន្តែពេលដែលយើងមើលនៅក្នុង list ក្រុមហ៊ុនធំជាងគេបំផុតនៅក្នុងពិភពលោកគឺ fund របស់ Norway ហ្នឹងវាបានដាក់លុយវិនិយោគស្ទើរតែជាមួយក្រុមហ៊ុនទាំងអស់មួយម៉ាត់យ៉ាងខ្លីវិធីសាស្ត្រវិនិយោគបែបងាយប៉ុន្តែវាអស្ចារ្យមែនទែនអូខេឥឡូវយើងមកឆ្លើយសំណួរទី2មួយទៀតប៉ុន្តែមានអារម្មណ៍ថាវាដូចជានៅខ្វះតិនន័យមួយទៀតដែលចង់ឲ្យទាំងអស់គ្នាដឹងគឺទាក់ទងជាមួយនឹង return របស់ fund ហ្នឹងតែម្ដងយើងចង់ដឹងតើ fund ហ្នឹងវាមាន return ប៉ុណ្ណាតាំងពីពេលដែលវាដាក់លុយវិនិយោគរហូតដល់ចុងឆ្នាំ2024ហ្នឹងធ្វើអញ្ចឹងព្រោះថាយើងអត់ចង់វិនិយោគតាមគេទាំងតែទាំងទឹកទេអត់ចង់ដើរតាមគេទាំងតែទាំងទឹកទេព្រោះយើងត្រូវសិក្សាឲ្យល្អិតល្អន់សិនមុននឹងយើងអនុវត្តតាមគេអញ្ចឹងបន្ទាប់ពីយើងមើលទិន្នន័យនឹងហើយអូខេចាំយើងមកឆ្លើយសំណួរទី2ទាំងអស់គ្នាម្ដងនេះយើងឃើញថា return របស់ fund ហ្នឹងគឺមាន 6.3% គិតជា annualized return ប៉ុន្តែយើងអត់មើលកន្លែងហ្នឹងទេយើងទៅមើលផលចំណេញដែលបានពីការវិនិយោគជាមួយនឹង stock market សុទ្ធតែម្ដងថាតើវាបានប្រមាណទៅនេះជាផលចំណេញតាមប្រភេទទ្រព្យនីមួយៗណាប៉ុន្តែយើងអត់ចង់មើលទាំងអស់ហ្នឹងទេយើងមើលតែជាមួយនឹង stock market បានហើយក្រៅពីហ្នឹងគឺយើងខ្វែងចោលទាំងអស់ទៅហើយនៅក្នុងហ្នឹងគឺគិតចាប់តាំងពីឆ្នាំ1999មកម្លេះខ្ញុំដាក់បែបនេះទៅវាអាចថាស្រួលបញ្យល់ជាងបាឆានីមួយៗគឺជាផលចំណេញនៅក្នុងឆ្នាំនីមួយៗនឹងតែម្ដងតាំងពីឆ្នាំ1999រហូតដល់ចុងឆ្នាំ2024នឹងតែម្ដងបើសិនជាយើងគិតទៅសរុបទាំងអស់គឺវាមាន26ឆ្នាំណាហើយនៅក្នុង26ឆ្នាំហ្នឹងការខាតគឺមានតែ7ឆ្នាំទេបញ្ជាក់ណាមិនមែនជាការខាតពិតប្រាកដទេប៉ុន្តែវាគ្រាន់តែជាការខាតបដោះអាសន្នតែប៉ុណ្ណោះបើសិនជាយើងអត់លក់ទេគឺអត់ខាតទេបើសិនជាយើងបន្តហូលអាហ្នឹងវាគ្រាន់តែជាការខាតបដោះអាសន្នទេបញ្ជាក់កន្លែងហ្នឹងណាប៉ុន្តែបើសិនជាយើងមើលទៅលើផលចំណេញវិញគឺមានរហូតដល់19ឆ្នាំហ្នឹងខាតតែ7ឆ្នាំទេប៉ុន្តែផលចំណេញវិញគឺមានរហូតដល់19ឆ្នាំណា Oh my god វាល្អយ៉ាងហ្នឹងបើសរុបចូលគ្នាទៅឃើញថាផលចំណេញសរុបគឺមានរហូតដល់ 347% ជាងហើយខាតបដោះអាសន្នវិញគឺសរុបទៅប្រហែលជា119% ទេហើយបើសិនជាយើងទូទាត់វាអស់ទៅយើងឃើញថាវានៅចំណេញប្រហែលជា 227.99% ទៀតគឺច្រើនមែនទែនផលចំណេញហ្នឹងអានេះគឺចំណេញពីការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុនសុទ្ធតែម្ដងបើយើងមើលពី value របស់ fund ហ្នឹងសរុបវិញគឺមានរហូតដល់ 19.7 trillion ក្រណូជាប៉ុន្តែនៅក្នុងហ្នឹងដឹងអីលុយដែលគេបានដាក់វិនិយោគសរុបគឺមានចំនួនតែ 5.1 trillion ក្រណូទេក្រៅពីហ្នឹងគឺលុយ11 trillion ក្រណូទៀតគឺជាផលចំណេញសរុបទាំងអស់ចំណេញច្រើនជាងពាក់កណ្ដាលនៃលុយដែលបានដាក់វិនិយោគទៅទៀតគឺវាអស្ចារ្យបែបហ្នឹងជាមួយនឹង fund មួយហ្នឹងក្នុងនេះយើងអត់គិតពីអត្រាប្តូរប្រាក់ឬក៏ exchange rate ដុល្លារធៀបជាមួយនឹង Norway ទេណាគឺយើងគិតទៅលើផលចំណេញសុទ្ធតែម្ដងដូចយើងនិយាយគ្នាអញ្ចឹងអានេះគឺជាផលចំណេញរួមទេ
តែយើងចង់ដឹងពីផលចំណេញដែលបានមកពីការវិនិយោគនៅក្នុង stock market ហ្នឹងណាហើយចង់ដឹងវាថាតើគិតជាលុយហ្នឹងគឺស្មើប្រមាណទៅយើងដឹងថាលុយដែលបានវិនិយោគនៅក្នុង stock market រហូតដល់ឆ្នាំ2024ហ្នឹងគឺមានសរុបទាំងអស់ 1.243 trillion ដុល្លារអញ្ចឹងផលចំណេញប្រហែលជា 227.99% ហ្នឹងបើគិតជាលុយគឺប្រហែលជា 697,000 លានដុល្លារណាតើអរគ្នាគ្រាន់តែលុយចំណេញគឺរហូតដល់ 697,000 លានដុល្លារវាច្រើនមែនតើមែនអត់ប៉ុន្តែអានឹងគ្រាន់តែជាលទ្ធផលទេលទ្ធផលដែលបានមកពីការវិនិយោគជាមួយនឹងទ្រព្យធំៗល្អៗដែលមាននៅក្នុងពិភពលោកទេកន្លែងហ្នឹងវាមានន័យថាពេលដែលយើងវិនិយោគជាមួយនឹងទ្រព្យល្អៗបែបហ្នឹងណាកុំភ័យលទ្ធផលគឺយើងនឹងទទួលបានបែបហ្នឹងហើយប្រកែកក៏អត់បានដែរសំណួរគឺថាតើអ្នកនរគ្នាចង់បានលទ្ធផលបែបហ្នឹងអត់អូខេតោះឥឡូវយើងមកឆ្លើយសំណួរចុងក្រោយរបស់យើងវិញតើយើងរៀនអីបានពីហ្នឹងនៅក្នុងការយកវាមកប្រើប្រាស់ដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតអូខេតែប៉ុន្តែគឺបែបនេះទេវាមានចំណុចសំខាន់មួយចំនួនដែលបើគិតទៅគឺដូចគ្នាជាមួយនឹងយើងម្នាក់ៗអញ្ចឹងទាក់ទងជាមួយនឹងប្រភពលុយសម្រាប់យកមកវិនិយោគទ្រព្យដែលគេវិនិយោគជាមួយហើយនឹង portfolio ដែលគេបានបង្កើតទាំងអស់ហ្នឹងគឺសុទ្ធតែអាចយកមកប្រើប្រាស់បានសម្រាប់គ្រប់គ្នាសម្រាប់មនុស្សម្នាក់ៗអញ្ចឹងដែរដឹងអត់ថារដ្ឋាភិបាល Norway គឺបានដកលុយមួយផ្នែកចេញពីផលចំណេញរបស់ប្រៃហើយនិងឧស្ម័នធម្មជាតិផ្សេងៗរួចហើយក៏យកវាបញ្ចូលទៅក្នុង fund មួយនេះរហូតដល់វាមានទំហំប្រហែលជា 5.1 trillion ក្រណូហ្នឹងហើយហើយចុងក្រោយគឺយកវាទៅវិនិយោគជាមួយនឹងក្រុមហ៊ុនធំៗដែលមាននៅក្នុងពិភពលោកទាំងអស់ហ្នឹងនេះគឺជាដំណើរការនៃការវិនិយោគលុយរបស់ fund មួយហ្នឹងមានន័យថាគេបានដកលុយមួយផ្នែកចេញពីចំណូលដែលរកបានហ្នឹងហើយយកវាទៅវិនិយោគនៅក្នុងរយៈពេលវែងជាមួយនឹងទ្រព្យល្អៗនេះឯងហើយសម្រាប់ Norway គឺវាមានរយៈពេល26ឆ្នាំជាងមកហើយតើអ្នកគ្នានឹងនិយាយថាអូខេគេអាចធ្វើអញ្ចឹងបានដោយសារតែប្រទេសមួយហ្នឹងវាមានប្រេងវាមានឧស្ម័នធម្មជាតិសម្រាប់លក់យកលុយប៉ុន្តែសម្រាប់យើងដែលជាប្រជាជនធម្មតាធ្វើអញ្ចឹងមិនបានទេធ្វើមិនកើតទេហើយទាំងអស់គ្នាយើងមានចំណូលពីការងារតាយើងមានចំណូលពីការរកស៊ីតានិយាយទៅគឺមានប្រភពចំណូលដូចគ្នាគ្រាន់តែថាគេមានប្រភពចំណូលច្រើនជាងយើងតែប៉ុណ្្នឹងទេខ្ទង់លានដុល្លារតែប៉ុណ្្នឹងទេប៉ុន្តែមកគិតទៅគឺប្រភពចំណូលដូចគ្នាទេយើងក៏អាចដកយកលុយមួយផ្នែកដែលបានមកពីចំណូលទាំងអស់ហ្នឹងណាហើយនឹងសំវារួចយកវាទៅវិនិយោគបានដូចគេអញ្ចឹងដែរវិនិយោគជាមួយទ្រព្យល្អៗទៅដូចជាទិញដីទិញមាសឬក៏បើមិនអញ្ចឹងទេវិនិយោគនៅក្នុងទីផ្សារពហុនអញ្ចឹងទៅគឺបានដូចតែគ្នាទេចំពោះទ្រព្យដែលគេវិនិយោគជាមួយវិញគឺជាមួយក្រុមហ៊ុនធំៗដែលមាននៅក្នុងពិភពលោកទាំងអស់ហ្នឹងហើយក្រុមហ៊ុនធំៗទាំងអស់ហ្នឹងណាគឺយើងដែលជាអ្នកវិនិយោគធម្មតាហ្នឹងក៏អាចវិនិយោគជាមួយបានដូចគេអញ្ចឹងដែរសំខាន់ឲ្យតែយើងមានលុយសម្រាប់ទៅវិនិយោគទៅគឺបានហើយ Yes ឲ្យតែយើងមានលុយទៅគឺអាចវិនិយោគបានដូចគេអញ្ចឹងដែរអត់បញ្ហាទេចុងក្រោយគឺរបៀបបង្កើត portfolio នឹងតែម្ដង fund របស់ប្រទេស Norway គេវិនិយោគជាមួយនឹងទ្រព្យ4ប្រភេទ stock market fixed income real estate ហើយនិង infrastructure ជាដើមប៉ុន្តែមួយផ្នែកធំគឺវិនិយោគជាមួយ stock market ហ្នឹងហើយក្រុមហ៊ុនដែលគេបានវិនិយោគជាមួយស្របទាំងអស់គឺមានរហូតដល់ 8,659 ក្រុមហ៊ុនឯណោះវាច្រើនមែនតើគឺក្រុមហ៊ុនធំៗដែលមាននៅក្នុងពិភពលោកទាំងអស់ហ្នឹងណាតែនៅក្នុងនោះភាគច្រើនគឺក្រុមហ៊ុនធំៗដែលមាននៅក្នុងប្រទេសអាមេរិកនេះតែម្ដងតោះគ្នាយើងក៏អាចធ្វើអញ្ចឹងបានដែរយើងក៏អាចវិនិយោគជាមួយនឹងក្រុមហ៊ុនទាំងអស់ហ្នឹងបានដែរឬក៏បើមិនអញ្ចឹងទេយើងអាចវិនិយោគជាមួយក្រុមហ៊ុនល្អៗចំនួនត្រឹមតែ20 30 40ឬក៏50ក្រុមហ៊ុនក៏បានដែរតែបើសិនជាមិនចង់ទេយើងក៏អាចវិនិយោគជាមួយនឹង ETF បានដូចគ្នាអញ្ចឹងឃើញអត់វិនិយោគជាមួយ stock market គឺយើងមានជម្រើសច្រើនអញ្ចឹងអាចបង្កើតទ្រព្យឲ្យខ្លួនឯងជាមួយនឹងប្រភេទទ្រព្យផ្សេងៗអញ្ចឹងទៅបើមិនជាមួយក្រុមហ៊ុនមួយទេវិនិយោគជាមួយ ETF ក៏បានដែរគឺសិតតែធ្វើឲ្យទ្រព្យរបស់យើងសិតតែធ្វើឲ្យលុយរបស់យើងកើនឡើងទាំងអស់នៅក្នុងរយៈពេលវែងអូខេបងប្អូនគ្នាឥឡូវយើងបញ្ចប់តាមហ្នឹងទៅប៉ុន្តែកំណត់ចុងក្រោយរបស់ខ្ញុំនោះគឺអញ្ចេះទេទាក់ទងជាមួយនឹងការវិនិយោគបង្កើតទ្រព្យយើងគួរតែដើរតាមអ្នកដែលជោគជ័យពិតប្រាកដរៀនពីរបៀបដែលគេចាត់ចែងលុយកាក់រៀនពីរបៀបដែលគេវិនិយោគធ្វើបែបហ្នឹងយកវាមកអនុវត្តតាមហ្នឹងទៅទាំងអស់គ្នានឹងជោគជ័យដូចជាពួកគាត់អញ្ចឹង